I usually wake up early on weekdays. ខ្ញុំជាធម្មតាភ្ញាក់ពីព្រលឹមនៅថ្ងៃធ្វើការ Could you please help me with this task? តើអ្នកអាចជួយខ្ញុំធ្វើកិច្ចការនេះបានទេ I need a few more minutes to finish my work. ខ្ញុំត្រូវការពេលបន្តិចទៀតដើម្បីបញ្ចប់ការងាររបស់ខ្ញុំ What time does the meeting start? កិច្ចប្រជុំចាប់ផ្ដើមនៅម៉ោងប៉ុន្មាន I forgot to bring my notebook today. ថ្ងៃនេះខ្ញុំភ្លេចយកសៀវភៅកត់ត្រាមក Please let me know if you need anything. សូមប្រាប់ខ្ញុំផងប្រសិនបើអ្នកត្រូវការអ្វីមួយ I'm looking forward to the weekend. ខ្ញុំកំពុងទន្ទឹងរង់ចាំចុងសប្តាហ៍ Have you finished your homework yet? តើអ្នកបានបញ្ចប់កិច្ចការផ្ទះរួចហើយឬនៅ I don't feel very well this morning. ព្រឹកនេះខ្ញុំមិនសូវស្រួលខ្លួនទេ It's important to stay positive during difficult times. វាសំខាន់ណាស់ក្នុងការរក្សាភាពវិជ្ជមាននៅពេលជួបការលំបាក I have been waiting for you for an hour. ខ្ញុំបានរង់ចាំអ្នកអស់1ម៉ោងហើយ Would you mind opening the window? តើអ្នកអាចបើកបង្អួចឲ្យខ្ញុំបានទេ I think we should leave now. ខ្ញុំគិតថាយើងគួរតែចេញដំណើរឥឡូវនេះ The weather has been unpredictable lately. ថ្មីនេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ I need to make an important decision. ខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ Could you repeat that, please? តើអ្នកអាចនិយាយម្ដងទៀតបានទេ I didn't expect to see you here. ខ្ញុំមិននឹកស្មានថានឹងជួបអ្នកនៅទីនេះទេ We should respect other people's opinions. យើងគួរតែគោរពមតិរបស់អ្នកដទៃ I'm trying to improve my English skills. ខ្ញុំកំពុងព្យាយាមអភិវឌ្ឍជំនាញភាសាអង់គ្លេសរបស់ខ្ញុំ This restaurant serves delicious food. ភោជនីយដ្ឋាននេះមានម្ហូបឆ្ងាញ់ណាស់ I completely agree with your idea. ខ្ញុំយល់ស្របទាំងស្រុងជាមួយគំនិតរបស់អ្នក We have a lot in common. យើងមានចំណុចដូចគ្នាជាច្រើន She always arrives on time. នាងតែងតែមកទាន់ពេល I apologize for being late. ខ្ញុំសូមអភ័យទោសដែលមកយឺត Please pay attention to the instructions. សូមយកចិត្តទុកដាក់ចំពោះការណែនាំ He is responsible for this project. គាត់ទទួលខុសត្រូវលើគម្រោងនេះ I enjoy spending time with my family. ខ្ញុំចូលចិត្តចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំ What do you usually do after work? តើអ្នកជាធម្មតាធ្វើអ្វីបន្ទាប់ពីចេញពីការងារ I'm not familiar with this area. ខ្ញុំមិនសូវស្គាល់តំបន់នេះទេ Let's discuss it later. យើងចាំពិភាក្សារឿងនេះពេលក្រោយ I can't remember where I put my keys. ខ្ញុំមិនចាំថាខ្ញុំដាក់សនៅទីណាទេ Could you give me some advice? តើអ្នកអាចផ្ដល់ដំបូន្មានខ្លះដល់ខ្ញុំបានទេ I'm glad everything worked out. ខ្ញុំរីករាយដែលអ្វីដំណើរការល្អ We should be careful when crossing the street. យើងគួរតែប្រុងប្រយ័ត្នពេលឆ្លងផ្លូវ I appreciate your support. ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់អ្នក It's never too late to learn something new. ការរៀនអ្វីថ្មីមិនដែលយឺតពេលទេ Please take a seat. សូមអញ្ជើញអង្គុយ I have no idea what happened. ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ You did a great job. អ្នកធ្វើការបានល្អណាស់ I need to charge my phone. ខ្ញុំត្រូវសាកថ្មទូរស័ព្ទរបស់ខ្ញុំ We should keep in touch. យើងគួរតែតាក់ទងគ្នាបន្តទៀត I was surprised by the news. ខ្ញុំភ្ញាក់ផ្អើលចំពោះដំណឹងនោះ Don't forget to lock the door. កុំភ្លេចចាក់សោទ្វារ I prefer tea to coffee. ខ្ញុំចូលចិត្តតែជាងកាហ្វេ Could you speak a little more slowly? តើអ្នកអាចនិយាយយឺតបន្តិចបានទេ The traffic was terrible this morning. ព្រឹកនេះចរាចរណ៍កកស្ទះខ្លាំងណាស់ I haven't seen him in years. ខ្ញុំមិនបានជួបគាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ We need to find a solution. យើងត្រូវស្វែងរកដំណោះស្រាយមួយ It's worth giving it a try. វាសំនឹងសាកល្បងមើល I couldn't sleep well last night. យប់មិញខ្ញុំគេងមិនសូវលក់ទេ